Rep Soul Crow Chuan Ra Kun Singមកពីក្រុម SU6 ហើយនេះជាវីដេអូ project midterm ដែលតាក់ទងនឹងការ config DHCP server ដែល requirement គឺ set identity ហើយ rename interface assign IP ហើយនឹង create DHCP server ហើយ set list time create net keep service winbox ហើយនឹង change port ទៅ900 create user សម្រាប់ login ហើយ assign static IP សម្រាប់ PC1 ហើយ check IP ហើយនឹង access internet backup and configuration ចឹងតើតើនឹង DHCP server ហ្នឹងអាហ្នឹងវាគឺជា protocol ដែលប្រើសម្រាប់បោះ IP address auto ទៅឲ្យ client ចឹងDHCP មានពីរគឺ DHCP server និង DHCP client ដែល DHCP server ជាអ្នកដែលទទួលយកជាអ្នកដែលផ្ដល់ IP ទៅឲ្យ client ហើយ client DHCP client ជាអ្នកទទួល IP ហ្នឹងហើយធ្វើឲ្យបានយើងចូលទៅ config របស់ខ្ញុំដោយខ្ញុំចូលទៅ GNS3 របស់ខ្ញុំបានរៀបចំវាទៅតាម requirement ហ្នឹងហើយខ្ញុំចុច start អញ្ចឹងនេះគឺជា IP របស់ខ្ញុំបើកវានៅក្នុងTiger VNC ធ្វើការ connect ចឹងកិច្ចការដំបូងរបស់យើងគឺ set identity ដែលចូលទៅ system ហើយរកពី identity ហើយខ្ញុំដូរវាមកឈ្មោះខ្ញុំដាក់ឈ្មោះ Sing ខ្ញុំ apply អូខេចឹងកិច្ចការបន្ទាប់របស់យើងគឺ rename interface router ចឹងមូលហេតុដែលយើងធ្វើការ rename interface ហ្នឹងគឺដើម្បីឲ្យយើងដឹងថា interface ណាភ្ជាប់ទៅ device ណា interface ណាភ្ជាប់ទៅ department ណាពេលមានបញ្ហាយើងនឹងងាយស្រួលក្នុងការដោះស្រាយព្រោះយើងដឹងថាបញ្ហានេះមកពី interface ដែលមកពី department នេះអីចឹងទៅហើយយើងក៏អាចធ្វើការ double check វាបានដែរដោយជាធម្មតាយើងមើលមកវាមាន link OK នេះមានខ្សែគឺវាដំណើរការធម្មតាទេប៉ុន្តែវាចេញពាក្យថា no link មានខ្សែវាដើរទេចឹងហ្នឹងគឺជារបៀប check ហើយនេះខ្ញុំដាក់ IT ខ្ញុំយក OK ហើយនេះខ្ញុំ set វាមកHR OK ហើយនេះខ្ញុំ set វាមក customer OK ចឹងចូលដល់កិច្ចការបន្ទាប់គឺ assign IP address ខ្ញុំចូលមក IP ខ្ញុំចូលមក address ចឹងអាវ៉ានេះវាជា default ហើយវាមកស្រាប់ចឹងយើងត្រូវការ add ឲ្យតែdepartment IT ហើយ HR ហើយនិង customer ទៅបានហើយខ្ញុំយក192.168.1.1 slash នេះ 192.168.1.1 នេះ 100 IP ចឹង 100 IP វា slash 25 គឺវា 128 IP តែវា usable តែ126ទេដោយសារអាពីរទៀតសម្រាប់ network ហើយនិង broadcast ហើយខ្ញុំ select យក IT apply ហើយខ្ញុំ OK មកមួយទៀតគឺ 192.168.2.1 slash ហើយត្រូវការ50ចឹងខ្ញុំយក64ខ្ញុំយក slash 26 slash 26វាស្មើនឹង24 IP slash 26តែវាប្រើបានតែ24ទេអាពីរទៀតសម្រាប់ network ហើយនិង broadcast ដែរខ្ញុំ apply ខ្ញុំ OK អានេះខ្ញុំយក 192.168.3.1 slash អានេះវាត្រូវការ400 IP ចឹងខ្ញុំយក slash 23ទៅវា512 IP ហើយខ្ញុំ select យក customer ហើយខ្ញុំ apply
nhưng mà rộng thà network IP với chuan cái này chân nhông xông vô trong tài nhông vô trong một hay brand đó nhông apply nó tiền này chân nhông ok để xa nhông thọp thôi cả món việc chuan IP cái nàyបន្ទាប់ពីយើងអាស្រ័យ IP ហើយកិច្ចការបន្ទាប់របស់យើងគឺបង្កើត DHCP server ខ្ញុំចូល DHCP setup ហើយខ្ញុំរើសយក IT ខ្ញុំនៅកន្លែងនេះយើងត្រូវការinclude 20 IP ទៀតអញ្ចឹងតនេះខ្ញុំដាក់លេខ22នៃវិញតនេះ8.8.8.8នៃហើយតនេះគឺតកតងនឹង list time នេះគឺតកតងនឹង list time នេះគឺយើង set វាសម្រាប់IP ហ្នឹងវា release ចេញពី server ដោយថា client គាត់ connect Wi-Fi អញ្ចឹងចុះអញ្ចឹងឧទាហរណ៍យើង set វា3ម៉ោងអញ្ចឹងពេលគាត់ disconnect ហើយគាត់ connect មកវិញវានៅចាំ IP តតែផុត3ម៉ោងហ្នឹងបានវា release IP ហ្នឹងចង់ឲ្យយើងទៅយក next អញ្ចឹងវា success ហើយខ្ញុំយក DHCP set តាមដែរខ្ញុំយក HR ម្ដង next តនេះខ្ញុំយក12 next ហើយមួយទៀតគឺ customer យើង next រហូតទៅទៀតយើងមកមើល requirement របស់យើងបន្តទៀត set list time 3ម៉ោងអញ្ចឹង list time របស់យើង set ហើយមួយទៀតគឺ create net ខ្ញុំចូលមក IP ហើយ firewall យើងយក net មកចុចបូកមួយយក action កន្លែងនេះយក masquerade ហើយ apply អូខេបន្ទាប់ពីបង្កើត net ហើយគឺតាក់ទងនឹង service យើងត្រូវបិទ service ទាំងអស់ទុកតា winbox មួយទេ service ចូល IP ចូល service មកយើងបិទចោលអស់ទៅទុកតែ winbox មកហើយ port នេះយើងដូរមកលេខ900 apply អូខេមកបន្ទាប់ពី point ហ្នឹងហើយចូលនៅ create user ចូល system ហើយចូល user យើងបូក user មួយទៀតមកហើយខ្ញុំដាក់ឈ្មោះខ្ញុំ sync ខ្ញុំឲ្យវា full ហើយ password ខ្ញុំដាក់តាមខ្ញុំស្រួលចាំចុច apply ហើយអូខេតោះមក admin នេះខ្ញុំបិទវាចោលទៅអញ្ចឹងទៅធ្វើការតេស្ត user មួយ port មួយខ្ញុំអស់គ្នាតោះអញ្ចឹងដល់ពេលយើងដាក់ admin វាចូលទេចូលហើយលេងស្គាល់ហើយថាមកភ្លេចដាក់ port ទេដាក់ port ក៏ចូលដែរអញ្ចឹងខ្ញុំលុប port ចោលសិនហើយខ្ញុំដាក់ user ដែលយើងបង្កើតមិញហើយ password ហើយខ្ញុំ connect ក៏ចូលដែរដោយសារយើងត្រូវដាក់ port 900នៅខាងក្រោយនេះទៀតដាក់មកចូលអញ្ចឹងមានន័យថា port ហើយនឹងuser ដែលយើងបង្កើតគឺជោគជ័យហើយអញ្ចឹងកិច្ចការបន្ទាប់របស់យើងទៀតគឺ assign static IP ទៅឲ្យ PC1 អញ្ចឹងដើម្បី assign static IP ឲ្យ PC1 ខ្ញុំចូលមក check IP ហើយនឹង internet វាសិនហើយទៅ internet សិនdhcp.d ហើយ ping 3.8.8
chẳng IP hay là internet về đa bàn lỗ đi IP chẳng những thời gian đồ IP nó mà ta requirement bao giờ này cứ chuyện mối chuyện bàn ta chẳng là bây đồ IP bán nhưng cho từ IP DHCP server rồi cho list make starting này chẳng nhận đồ mà mình chuột chuyện mà mình chuyện mối chuyện bàn chuyện mối chuyện bàn nhỏ apply ok mà chẳng dân mà chạy mà nào tiền nữa DACP dot D này chẳng dân khơi thay IP bao dân về phơi dễ nè chẳng chấm po point mà ní có dân sập sờ nữa trong cái nói kế cứ với tệ tôn là ca backup configuration chẳng là bây backup bán đến cho một can file hai trực tiếp backup name password nhập lại bu password kiểu chuẩn bị ạ chẳng anh ấy vì cái chia file backup bao giờ chẳng nhung xa từ reset config cháu hay cháu restore mà vậy chẳng là bay reset config bán nhưng cho tới system hay vô về reset configuration hay nhưng vô về reset nhưng vô yes chẳng nhầm cho từ bên tới nhầm sẽ connection cho lại chỗ nhầm sẽ đồ đại admin bây giờ admin password năng này chẳng khi nào về reset đó này admin này đây về reset đó hay chẳng nhầm thời gian restore một bệnh chỉ biết restore về chỉ ra file là chỉ biết restore chỉ restore do you want to restore yes could not restore bad password chẳng muốn hai đại dân khởi này ở chỗ để xài user admin ấy AP dân config những dân bật trao mà này chẳng lọt trâu thế nó sẽ đã port cho nó trâu là đã port đấy có trâu này chẳng tọa đồ user món user xuyến hay password cái này nó còn trâu chẳng đi interface hay là IP bao giờ bạn tọa lọt một bài nhé chẳng video này mình tại phần năng tới chụp được rồi